វិថីក្រាមាជីវប្រវត្តិឯកឧត្តមបណ្ឌិតមុងរិទ្ធីរៀបរៀងដោយអ្នកស្រីបាល់វណ្ណរីរៈពីឆ្នាំ1991ដល់ឆ្នាំ2000ព្រះរាជាណាចក្រកម្ពុជាផ្នែកទី122ប្រយោជន៍3អានដោយ Alpha Oyo ឯកឧត្តមបណ្ឌិតជាមនុស្សដែលមានគំនិតទស្សនវិជ្ជាល្អៗជាច្រើននៅក្នុងជីវិតរស់នៅក៏ដូចជានៅក្នុងមុខជំនួញរបស់លោកដែលផ្ដើមចេញពីគំនិតមួយដែលភ្ជាប់នៅផលប្រយោជន៍ធំ3គឺរដ្ឋមានរាស្ត្ររស់និងខ្ញុំរស់ប៉ុន្តែដើម្បីសម្រេចនៅបំណងមនុស្សម្នាក់រមែងតែជួបឧបសគ្គព្រោះថាជីវិតមនុស្សយើងវាមិនមែនសុទ្ធតែមានផ្លូវដែលរលែងរលោងស្រិលនោះទេវាគឺរួមផ្សំនឹងផ្លូវដែលរលាក់និងក្រហេងក្រហងផងដែរដោយប្រសាសន៍របស់លោកបានបញ្ជាក់ថាដើម្បីក្លាយជាមនុស្សម្នាក់សម្រេចជោគជ័យក្នុងជីវិតបានយើងត្រូវគិតឲ្យបានជ្រៅហើយសម្លឹងឲ្យបានឆ្ងាយដោយចេះបន្ទាបខ្លួនគ្រប់កលៈទេសៈហើយចេះប្រើពេលវេលាឲ្យបានត្រឹមត្រូវរួមផ្សំនឹងសេចក្តីព្យាយាមតស៊ូអំណត់ទើបអាចឈានដល់គោលដៅរបស់ខ្លួនបានទស្សនៈនេះហាក់ដូចជាស្របនឹងប្រសាសន៍ម្ដាយមីងរបស់លោកគឺអ៊ំស្រីគឹមអូនបានលើកឡើងថាលោកជាមនុស្សឧស្សាហ៍ព្យាយាមជាងគេក្នុងចំណោមបងប្អូនបង្កើតទាំងអស់របស់លោកជាមនុស្សមានការតស៊ូអំណត់អត់ធ្មត់រាល់ការលំបាកសពបែបយ៉ាងដើម្បីលើកស្ទួយកិត្តិយសគ្រួសារដោយសារសេចក្តីព្យាយាមការអំណត់និងការតស៊ូដ៏ស្វិតស្វាញក្នុងជីវភាពក្រីក្រទាំងនេះមិនយូរប៉ុន្មានលោកបានទទួលជោគជ័យក្នុងមុខជំនួញរបស់លោកដោយបំណងជាការពិតនៅក្នុងប្រសាសន៍របស់លោកក៏បានឃើញដែរថាការរីកចម្រើននៅក្នុងកិច្ចការជំនួញនិងសេចក្តីថ្លៃថ្នូររបស់ការងារចាំបាច់បំផុតត្រូវតែមានការសន្សំសំចៃការចេះប្រើប្រាស់ពេលវេលាភាពឆ្លាតវៃការជំនះឲ្យបានជាមួយនឹងឧបសគ្គទាំងឡាយហើយមិនអាចតក់ក្រហល់បានឡើយត្រូវតែមានភាពអំណត់អត់ធ្មត់ក្នុងការគ្រប់គ្រងពេលវេលាឲ្យបានត្រឹមត្រូវជាមួយនឹងភាពឆ្លាតវៃផងដែរក្នុងចំណុចនេះលោកបានមានប្រសាសន៍ផងដែរថាខ្ញុំបានចំណាយពេលអស់ជិត30ឆ្នាំដោយដើមចេញពីការងារកំពេចកំប៉ុកដូចជាការទូនំលក់រត់រមាក់លក់សាច់គោអាំងកម្មករលីសែនៅកំពង់ផែតម្រាំនឹងបានដោយសពថ្ងៃនេះអ្វីដែលជាការកត់សម្គាល់សំខាន់សម្រាប់ជីវិតលោកដែលប្រែក្លាយជាអ្នកជំនួញគឺចាប់ផ្ដើមពីឆ្នាំ1990ក្នុងឋានៈលោកជាអ្នកតំណាងក្រុមហ៊ុនជ្រុនយូហាក់ហុងកុងនិងសំណង់លុះមកដល់ថ្ងៃទី3ខែកុម្ភៈឆ្នាំ1993លោកក៏បានក្លាយទៅជានាយកក្រុមហ៊ុនមុងរិទ្ធីនីហារ៉ាន់អាហារ៉ាន់និងសំណង់ដែលមានទីស្នាក់ការនៅផ្ទះលេខ130ក្រុមទី36ផ្លូវព្រះសីហនុសង្កាត់បឹងកេងកងទី1ខណ្ឌចំការមនក្រុងភ្នំពេញក្រុមហ៊ុនមុងរិទ្ធីនីហារ៉ាន់អាហារ៉ាន់នេះជាកម្មសិទ្ធិផ្ទាល់របស់លោកដោយធ្វើសកម្មភាពលើការនាំចូលនាំចេញនិងការងារសំណង់ចំណែកចំនួនឆ្លងដែនដែលលោករកស៊ីដំបូងគឺកៅស៊ូឆាវហើយវេលានោះលោកក៏មានការនាំចូលមកវិញនៅសម្ភារៈសំណង់គ្រឿងចក្រនិងរថយន្តជានិច្ចកាលលោកមានគំនិតថាលោកសោកស្ដាយណាស់ព្រោះជាការខាតបង់ធំណាស់ការបារថយន្តក្តីកប៉ាល់ក្តីដឹកទំនិញពីបរទេសចូលមកក្នុងស្រុកយើងហើយរថយន្តឬកប៉ាល់នេះវិលត្រឡប់ទៅវិញដោយទទេមិនមានដឹកអ្វីពីស្រុកយើងទៅវិញនោះដោយទទួលបានជោគជ័យពីក្រុមហ៊ុនមុងរិទ្ធីនីហារ៉ាន់អាហារ៉ាន់និងសំណង់លោកបានបង្កើតក្រុមហ៊ុនជាច្រើនជាបន្តបន្ទាប់ដូចជាក្រុមហ៊ុនសំណង់ក្មេងវត្តក្រុមហ៊ុនមុងរិទ្ធីវិនិយោគទុនដំណាំដូងប្រេងកម្ពុជាក្រុមហ៊ុន MRT Steel Industry Co Ltd និងកំពង់ផែអុកញ៉ាម៉ុងជាដើមជាមួយនឹងសក្តានុពលដ៏អស្ចារ្យលោកបានបង្កើតជាក្រុមហ៊ុនមេមួយ Parent Company ដែលមានឈ្មោះថាក្រុមហ៊ុនមុងរិទ្ធីក្រុបបានចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការនៅថ្ងៃទី6ខែធ្នូឆ្នាំ2000ចំពោះមុខរបរក្រុមហ៊ុនមុងរិទ្ធីក្រុបតែងតែស្ថិតនៅក្នុងគំនិតនៃផលប្រយោជន៍3គឺផ្ដល់ប្រយោជន៍ដល់ជាតិផ្ដល់ការងារធ្វើដល់ប្រជាពលរដ្ឋនិងផ្ដល់ប្រយោជន៍ដល់ក្រុមហ៊ុន
ក្នុងបទចម្រៀងវាសនាមន្ទៀងឯកឧត្តមម៉ុងរទ្ធីចង់បង្ហាញការងារទាំងឡាយសុទ្ធតែមានតម្លៃទោះបីជាការងារតូចតាចដូចជាយាមឃ្លាំងប៉ះកង់ការងារលីសែងឡាក់ដោយមានរូបលោកជាឧទាហរណ៍អ្វីដែលលោកទទួលបាននាពេលសប្តាហ៍ថ្ងៃនេះគឺកើតឡើងអំពីការប្រឹងប្រែងនិងការប្រើគំនិតអានចប់ផ្នែកទី1:22